តើតងអិចនាំចេញខែ1 2026ហ្នឹងបើយើងប្រៀបទៅឆ្នាំ2025យើងហៅកើនឡើងហើយជិត96%ឆ្នាំនេះការដើមខែ1នេះមានការនាំចេញច្រើនក៏ច្រើននៅមានទីផ្សារថ្មីថ្មីច្រើនបានកំពុងរីកលូតលាស់មានជាពិសេសទីផ្សារដែលមានសហគមន៍ខ្មែរច្រើននោះដូចជានៅអាមេរិកនៅអូស្ត្រាលីនៅអីហ្នឹងមានការនៅបារាំងនៅអឺរ៉ុបអីហ្នឹងគឺមានការកើនឡើងខ្ពស់ស្របជាមួយគ្នានឹងដែរក៏មានការនាំចេញទៅប្រទេសនៅក្នុងអាស៊ានដូចជាហ្វីលីពីនហើយនឹងការជំរុញទីផ្សារចិនហ្នឹងក៏មានការកើនឡើងខ្ពស់ផងដែរបាទតងនឹងការនាំស្រូវធ្លាក់ចុះនេះទី1បញ្ហាទី1គឺនៅខាងវៀតណាមគាត់មានការបញ្ជាទិញទៀបដោយសារហើយជាទីផ្សារអង្គរបស់វៀតណាមមួយចំនួនគាត់អាចពិបាកនាំចេញជាពិសេសដូចជាទៅឥណ្ឌូនេស៊ីនិងហ្វីលីពីនអញ្ចឹងធ្វើឲ្យការនាំចេញស្រូវរៀងថយចុះដែរបាទហើយស្របនឹងតម្លៃអង្គនៅលើទីផ្សារអន្តរជាតិវាមិនជាថ្លៃវាអត់អញ្ចឹងធ្វើឲ្យដែលបើយើងនិយាយពាក្យសាមញ្ញថាម៉ាស៊ីនកិនស្រូវទាំងខាងវៀតណាមទាំងខាងខ្មែររៀងពិបាកលក់អង្គតែធ្វើបិទតការធ្លាក់ចុះស្រូវទៅវៀតណាមនេះប៉ុន្តែវៀតណាមឆ្នាំនេះគាត់ទិញអង្គពីយើងរៀងច្រើនទៅវិញបាទគាត់មានទិញទាំងអង្គបាក់ហើយអង្គធម្មតាហ្នឹងច្រើនជាងឆ្នាំកន្លងទៅទូទៅស្រូវយើងពិបាកនាំចេញទៅប្រទេសមួយចំនួនដោយសារគោលការណ៍ភោគទ្រព្យអនាម័យប្រទេសមួយចំនួនស្រូវដែលអត់ទាន់ជារបស់កែច្នៃហ្នឹងគឺវាមានសមាសភាពមួយចំនួនដែលត្រូវការកែសម្រួលព្រោះតាក់ទងនឹងហៅ SPS ហ្នឹងបាទអញ្ចឹងដោយឡែកការនាំចេញដែលស្រូវហ្នឹងគឺតាភាគច្រើនទៅប្រទេសដែលនៅជាប់គ្នាមួយយើងស្ថានភាពលក្ខណៈភូមិសាស្ត្រដីហើយនឹងស្អីដូចគ្នាទេដូចជាទៅប្រទេសមួយចំនួនគឺគេមិនទាន់អនុញ្ញាតទេបាទព្រោះវាតាក់ទងនឹងសមាសភាពចង្រៃមួយចំនួនដែលត្រូវសម្អាតត្រូវអញ្ចឹងណាបាទប៉ុន្តែការជំរុញរបស់យើងសំខាន់យើងចង់ជំរុញការនាំចេញអង្គឲ្យបានច្រើនដើម្បីឲ្យមានការកែច្នៃនិងការបង្កើតតម្លៃបន្ថែមឲ្យបានច្រើនបន្ថែមទៀតនៅក្នុងប្រទេសយើងណាបាទ